បងខ្ញុំចង់ដាក់ promotion នៅក្នុង system គេធ្វើមកយើបងអូចង់ដាក់ promotion ក្នុង system មែនបើអត់ចេះមកនេះមកខ្ញុំប្រាប់យើងនឹងបរៀនពីការបង្កើតតម្លៃ promotion និងការប្រើប្រាស់តម្លៃ promotion តោះឥឡូវបើយើងប្រើប្រាស់វាបានយើងត្រូវតែចូល PRS promotion អញ្ចឹងកន្លែងនេះយើងត្រូវចុច new មកបន្តមកយើងមាន promotion type នោះយើងមាន3ប្រភេទគឺ discount នៅក្នុង invoice total និង discount ទៅលើ item នីមួយៗនិងទិញមួយថែមមួយចាឥឡូវខ្ញុំជ្រើសរើសយក discount on invoice total ហើយនេះខ្ញុំដាក់ឈ្មោះនេះយើងដាក់ grand opening អូខេបន្ទាប់មកយើងជ្រើសរើសថ្ងៃដែល promotion នឹង start ថ្ងៃណាចប់ថ្ងៃណាអញ្ចឹង start ថ្ងៃ8ចប់ថ្ងៃ11អញ្ចឹងនៅក្រោមនៅកន្លែង discount នេះវាមាន2ទៀតមាន discount ជាភាគរយនិង discount ជាដុល្លារយើងអាច discount ជាភាគរយក៏បានដុល្លារក៏បានដែរអញ្ចឹងខ្ញុំដាក់ discount ជាភាគរយដាក់ 10% ហើយកន្លែងនេះគឺ minimum invoice total បានន័យថាម៉េចបានន័យថាយើងទិញប្រហែលដើម្បីឲ្យបានទទួលបាន discount នឹងឧទាហរណ៍ថាយើងទិញបាន$10 $20យើងបាន discount 10%ហ្នឹងហើយឥឡូវខ្ញុំ set $5បន្ទាប់មកយើងដល់ location setting ហ្នឹងយើងត្រូវតែរើសទៀតបើសិនជាយើងមានច្រើនយើងត្រូវរើសតែបើយើងមានមួយទេវាចេញតែមួយឯងយើងរើសមកបន្ទាប់មកយើងរើសឲ្យអស់យើងចុច sell អញ្ចឹងយើងទិញបាន6រៀលអញ្ចឹងដើម្បីឲ្យ apply promotion ហ្នឹងយើងត្រូវចុចកន្លែងសញ្ញានេះមកបន្ទាប់មកយើងចុច grand opening ហើយវានឹង discount 10% automatic តែម្ដងចូលដល់ទី1មានបន្ទីទី2ធ្វើដូចគ្នាដែរតែយើងត្រូវ select អានេះនៅ discount on item price កន្លែងនេះខ្ញុំរើសយក Monday day ឈ្មោះថ្ងៃ promotion របស់យើងហើយនេះថ្ងៃអញ្ចឹងថ្ងៃទឹកអូខេហើយចង់ discount ទៅលើមុខតំណែងណាហើយខ្ញុំចង់ដាក់ប្រមាណ1ហើយនៅកែ1អញ្ចឹងនៅកន្លែងនេះមាន discount ភាគរយនិង discount ជាដុល្លារបើយើងចង់ discount ជាដុល្លារក៏បានភាគរយក៏បានតែខ្ញុំដាក់ជាភាគរយ10%ទៅលើមុខតំណែងហ្នឹងហើយនេះវាយើងអាចកំណត់តទៀតថា discount ហ្នឹងយើងទិញចាប់ពីប៉ុន្មានមិនបាន discount ហ្នឹងយើងចេញចាប់ពី1អូខេបន្តមកយើងត្រូវរើ location ខ្ញុំដាក់ club CL ហើយយើង sell អូខេឥឡូវយើងចូលដល់ PA យើងវិញហើយដើម្បីកំណត់តម្លៃ promotion យើងចុចកន្លែងនេះបន្តមកឈ្មោះ Mother Day ហ្នឹងវា discount តម្លៃហ្នឹងមកវា discount 10%ចុចយើងទិញប៉ុន្មានក៏ discount ប៉ុណ្ណឹងដែរហើយបើសិនយើងដល់វិធីទី3គឺទិញមួយថែមមួយចូលយើងចុចកន្លែង new ដូចគ្នាមកបន្តមកយើងមាន buy X free buy អញ្ចឹងនៅក្នុងចំណុចនេះដែរគឺបើយើងទិញ system អត់បានល្អវាអាចមានតែមួយប៉ុន្តែបើទិញ system យើង AME យើងមានទាំងអស់មកមានទាំង3ហ្មងអញ្ចឹងយើងទិញមួយបាន3យកហ្មងយើងងាយស្រួលប្រើអញ្ចឹងតោះឥឡូវយើង buy one free one យើងដាក់ buy one free one មក buy one free one បន្ទាប់មកយើងកំណត់ថ្ងៃដែរជាពិសេសគឺថ្ងៃកុំឲ្យភ្លេចអញ្ចឹង buy one free one ក៏អត់មានអីខុសពីមុនដែរយើង select item មកអញ្ចឹង select item ខ្ញុំយកទិញ Heineken 1 free ទិញ Heineken 1 free អូខេ1បន្ទាប់មកយើងត្រូវរើ location ដូចគ្នា sell អូខេតមកយើងចូល PRS ឥឡូវយើងចូលដល់ PRS យើងហើយយើងទិញ Heineken យើងចង់ឲ្យទិញ1 free 1 promotion អញ្ចឹងយើងចូលកន្លែងនេះមកយើងមានពាក្យថា buy one free one យើងចុចយ៉ាងហ្នឹងទៅនេះ system យើងមាន free អានេះ load ឲ្យមកមិញយើងមានតែមួយឥឡូវវា load ឲ្យនេះអញ្ចឹង system យើងមានប៉ុណ្ណឹង Skybar ជួយឲ្យអាជីវកម្មកាន់តែទំនើបនិងមានលក់ POS software និង hardware គ្រប់ប្រភេទ